วันแดជាសិល្បករខ្មែរតែម្នាក់គត់លេចមុខនៅលើ Billboard ហ្វីលីពីនក្នុងសកម្មភាពមួយស្ងាត់តារារ៉េបម៉ាន់វ៉ាន់ដាលេចមុខនៅលើ Billboard ហ្វីលីពីនក្នុងចំណោមសិល្បករទាំង15រូបមកពីប្រទេសចំនួន7ដែលកំពុងរួមចំណែកកំណត់ទិសដៅថ្មីរបស់វិស័យ Hip Hop នៅអាស៊ីអាគ្នេយ៍វ៉ាន់ដាជាសិល្បករតែម្នាក់គត់ដែលបានលេចមុខនៅលើគេហទំព័រ Digital អន្តរជាតិដ៏ល្បីល្បាញនេះ Billboard ហ្វីលីពីនបានរំលេចតារារ៉េបចំនួន15រូបដែលកំពុងរួមចំណែកកំណត់ទិសដៅរបស់ Hip Hop នៅអាស៊ីអាគ្នេយ៍ដែលមានសិល្បករចំនួន7រូបដែលមានសិល្បករចំនួន7ប្រទេសផ្សេងគ្នារួមមានឥណ្ឌូនេស៊ីវៀតណាមហ្វីលីពីនថៃកម្ពុជាសិង្ហបុរីនិងម៉ាឡេស៊ីក្នុងចំណោមសិល្បករទាំង15រូបវ៉ាន់ដាត្រូវបានជ្រើសរើសជាតំណាងឲ្យប្រទេសកម្ពុជា Billboard ហ្វីលីពីនបានលើកឡើងពីស្នាដៃតារារ៉េបរូបនេះជាពិសេសបទ Time to Rise ដែលផ្សាយនៅក្នុងឆ្នាំ2021និងបានក្លាយជាចម្រៀងដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅកម្ពុជាជាពិសេសការបញ្ចូលឧបករណ៍ខ្មែរបុរាណទៅនឹង Hip Hop សម័យទំនើបគេហទំព័រអន្តរជាតិដ៏ល្បីល្បាញនេះបានពិពណ៌នាថា Time to Rise មានការរួមបញ្ចូលរវាងតន្ត្រីបែបទំនើបនិងប្រពៃណីដែលបង្ហាញថាតន្ត្រី Hip Hop បង្កើតអត្តសញ្ញាណថ្មីតាមរយៈវប្បធម៌ក្នុងតំបន់មិនត្រឹមតែប៉ុណ្ណោះ Billboard ហ្វីលីពីនបានរំលេចដែរថាវ៉ាន់ដាត្រូវទស្សនាវដ្តី NNE ចាត់ទុកជាសិល្បករសហសម័យដែលគួរឲ្យរំភើបបំផុតមួយរូបរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ2022ដែលជាការទទួលស្គាល់មួយចំពោះការរីកចម្រើនរបស់តន្ត្រីករខ្មែរទៅលើឆាកអន្តរជាតិការជ្រើសរើសសិល្បករទាំង15រូបមកពីប្រទេសផ្សេងគ្នាបង្ហាញពីភាពចម្រុះនៃ Hip Hop អាស៊ីអាគ្នេយ៍ដែលមិនមាន style តែមួយនោះទេសិល្បករមួយចំនួនផ្ដោតលើការ rap ដែលមានចង្វាក់លឿនខណៈអ្នកផ្សេងទៀតលាយបញ្ចូល R&B EDM ឬសំឡេងតន្ត្រីបែបប្រពៃណីរបស់ប្រទេសខ្លួនសមិទ្ធផលដែលវ៉ាន់ដាជាសិល្បករតែម្នាក់គត់ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីនេះគឺជាការរំលេចមួយទៀតនៃការកើនឡើងនិងបង្កើនការចាប់អារម្មណ៍លើតន្ត្រី Hip Hop ខ្មែរនិងការនាំអត្តសញ្ញាណវប្បធម៌ខ្មែរទៅលើឆាកអន្តរជាតិសរុបមកវិញពិតជាមិនសរសើរមិនបានស្ងាត់តែជាប់ឈ្មោះនៅគេហទំព័រអន្តរជាតិធំជាច្រើនបើសួរថាគាត់ជានរណាបានជាមានឥទ្ធិពលម្លេះដល់ថ្នាក់គេហទំព័រធំស្ទើរតែខ្វះឈ្មោះគាត់មិនបាននោះគឺគាត់គឺជាតារារ៉េបលំដាប់ជួរមុខរបស់កម្ពុជាយើងគឺមានឈ្មោះថាវ៉ាន់ដាថ្មីនេះក្នុងចំណោមសិល្បករទាំង15រូបមកពីប្រទេសចំនួន7ដែលកំពុងរួមចំណែកកំណត់ទិសដៅថ្មីរបស់សិល្បៈ Hip Hop នៅអាស៊ីអាគ្នេយ៍យើងនេះទន្ទឹមនឹងនេះយើងដឹងហើយថាវ៉ាន់ដាជាសិល្បករខ្មែរតែម្នាក់ដែលលេចមុខនៅលើ Billboard ហ្វីលីពីនក្នុងសកម្មភាពមួយគេហទំព័រអន្តរជាតិដ៏ល្បីល្បាញបានពិពណ៌នាថាបទ Time to Rise របស់តារារ៉េបវ៉ាន់ដាសហការជាមួយព្រឹទ្ធាចារ្យគង់ណៃថាជាការរួមបញ្ចូលរវាងតន្ត្រីបែបទំនើបនិងប្រពៃណីដែលបង្ហាញថាតន្ត្រី Hip Hop ដែលបង្កើតបានជាអត្តសញ្ញាណថ្មីតាមរយៈវប្បធម៌នៅក្នុងតំបន់ទូយ៉ាងគេហទំព័រដ៏ធំរបស់ហ្វីលីពីន Billboard ហ្វីលីពីនបានរំលេចថាវ៉ាន់ដាត្រូវបានទស្សនាវដ្តី NNE ក៏បានចាត់ទុកជាសិល្បករសហសម័យដែលគួរឲ្យរំភើបបំផុតសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ2022ដែលជាការទទួលស្គាល់មួយចំពោះការរីកចម្រើនរបស់តន្ត្រីករខ្មែរនៅលើឆាកអន្តរជាតិថែមទៀតផងដូច្នេះហើយដោយសិល្បករមួយចំនួនផ្ដោតទៅលើការ rap ដែលមានចង្វាក់លឿនខណៈអ្នកផ្សេងទៀតលាយបញ្ចូល R&B EDM ឬសំឡេងប្រពៃណីរបស់ប្រទេសខ្លួនថែមទៀត